ពីក៏តែបាត់ទុកគាត់ទាំងអស់គ្នាហ្នឹងចានោះដែរក៏សូមថ្វាយបង្គំព្រះអង្គគ្រប់ព្រះអង្គចាព្រះសង្ឃគ្រប់ព្រះអង្គដែលបាននិមន្តចូលរួមក្នុងកម្មវិធីនេះផងដែរនឹងចានេះគឺជាកិត្តិយសហើយក៏យ៉ាងខ្លាំងក្លាទៅដល់គ្រួសារសពចាក៏ដូចជាសហគមន៍នេះខ្ញុំផងដែរដែលបានព្រះអង្គបានសម្រាប់ចិត្តធ្វើនៅសហគមន៍បង្គក់នេះចាហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាដែលចូលរួមនឹងនឹងទទួលបាននៅអ្នកផលទាំងអស់គ្នាពីសភារបស់គាត់ដែលមានស្ទាស្រស់ថ្លាចាចូលដល់អ្នកដែលបានស្លាប់ហើយពួកគាត់ទាំង4អ្នកនេះគឺយើងបានចាទុកក្នុងក្រអៅបេះដូងទាំងអស់ដែលគាត់ជាវីរៈកម្មករដ៏អស្ចារ្យចាដែលយើងទាំងអស់គ្នាជាខ្មែរជាឈាមខ្មែរគឺមិនអាចបំភ្លេចបានទេព្រោះការតស៊ូការបាត់បង់ជីវិតរបស់គាត់ទាមទារឲ្យមានយុត្តិធម៌នៅការតម្លៃប្រាក់ខែ150សម្រាប់ប្រទេសទាំងអស់គ្នាសម្រាប់កម្មករនៅក្នុងប្រទេសកម្ពុជានេះគឺមិនមែនសម្រាប់តែគាត់4នាក់ទេហើយមិនត្រឹមតែដំណើរការរបស់គាត់ហ្នឹងគឺបានគំនាយនៅភាពអយុត្តិធម៌នៃការគិតសង្កត់របស់ថៃកែក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាដែលផ្ដល់ប្រាក់ខែមិនគ្រប់ផ្ដល់រស់ទាំងវេទនាចាអញ្ចឹងហើយយើងឃើញថាឥឡូវនេះពិភពលោកកំពុងតែដឹងលឺហើយនឹងកំពុងតែធ្វើការទាមទារឲ្យមានការផ្ដល់យុត្តិធម៌និងតម្លៃប្រាក់ខែអបបរមាណ$160ដល់ពួកគាត់ទាំងអស់គ្នាហ្នឹងហើយជាពិសេសយើងខ្ញុំទាំងអស់គ្នាក៏បញ្ញាចិត្តថានឹងស្ម័គ្រចិត្តចូលរួមទាមទារនៅយុត្តិធម៌ដល់គ្រួសារសពចានឹងអ្នកដែលបានស្លាប់បាត់បង់ជីវិតដោយអយុត្តិធម៌ឲ្យផ្នែកដឹកនាំដែលអសមត្ថភាពចាឲ្យគាត់ដោះស្រាយនឹងដល់យុត្តិធម៌ជូនដល់គាត់ឡើងទៅដែលគាត់បានបាត់បង់ជីវិតនេះចាហើយទន្ទឹមនឹងនោះដែរខ្ញុំក៏នៅតែបញ្ញាចិត្តជានិច្ចក្នុងការទាមទារឲ្យមានការដោះលែងលោកច័ន្ទពុទ្ធស័ក្តិដែលជាតំណាងសហគមន៍បង្កក់នាងខ្ញុំហើយនឹងលោកវ៉ាន់ទៅដែលជាបណ្ដាសមាគមចាបណ្ដាសមាគមឯករាជ្យ ID ចាហើយនឹងលោកថេងសវឿនដែលជាបណ្ដាញកសិករនៅកម្ពុជាហើយនឹងព្រមទាំងវីរៈកម្មករចំនួន20រូបទៀតដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃ2និងថ្ងៃ3ខែមករាឆ្នាំ2013នៅព្រៃវែងស្រីនិងនៅកាបូលអញ្ចឹងយើងទាំងអស់គ្នាមិនអាចនៅស្ងៀមនឹងអត់ដៃឆោមើលភាពអយុត្តិធម៌ទាំងអស់នេះទេខ្ញុំត្រូវតែទាមទារជួយឲ្យគាត់ធ្វើឲ្យមានសេរីភាពឡើងវិញចាទោះបីជាជីវិតនាងខ្ញុំឬក៏អ្នកដែលគាត់ឆ្លងចិត្តធម៌របស់ត្រូវបាត់បង់ក៏យើងនៅតែបោះចំហៀនទៅមុខដើម្បីទាមទារយុត្តិធម៌ឲ្យគាត់បានរត់ខ្លួនចេញពីពន្ធនាគារនឹងដែរចាហើយសូមអរគុណមែនច្រើនចា